សំណាងមិនចេះតែមានរហូតទេបងប្រុសបើជិះបានគួរតែជិះទៅរឿងល្បែងនេះគ្មានកំណត់នោះទេដំបូងឡើយបងប្រុសម្នាក់នេះបានខ្ចីលុយពីបងប្រុសខ្លួនចំនួន$1000បន្ទាប់មកបងប្រុសបានយកទៅចាក់បាល់វាយក្រិចស្ករចោលបងប្រុសបានបញ្ជាក់ថាខ្លួនបានចាក់ចំនួន2គូហើយតោងទី1បងប្រុសបានបញ្ជាក់ថាគាត់មិនបានមើលនោះទេគឺមើលនៅតោងទី2ស្រាប់តែពេលនោះហើយគឺបានចូលផ្ទុះបងហើយក៏បានឆាតឲ្យគេដកលុយបន្ទាប់មកខាងក្រុមការងារដែលបងប្រុសបានចាក់គឺឲ្យរងចាំសិនដោយការរងចាំអស់រយៈពេល1ថ្ងៃកន្លះមិនទាន់បានឃើញលុយធ្លាក់ចូលក្នុងកងទៀតបងប្រុសក៏កើតមាននឹងការយល់ច្រឡំគិតថាគេបោកប្រាស់ខ្លួនជាក់ស្ដែងទៅបងប្រុសបានបញ្ជាក់ថាមិនមែន website ពូចកនោះទេបើនិយាយទៅលើការចាក់បាល់ប្រកាសណាស់ច្បាស់ជាគេថាជា website ពូចកហើយតែជាក់ស្ដែងទៅបងប្រុសបានបញ្ជាក់ថាខ្លួនមានការយល់ច្រឡំគឺមិនមែនជា website របស់ពូចកនោះទេមូលហេតុដែលបងប្រុសពឹងសារព័ត៌មានឲ្យជួយគឺដោយសារតែលុយច្រើនពេកគឺជិត$40000ដោយការចាក់នោះបងប្រុសគឺបានខ្ចីលុយបងប្រុសចាក់ចំនួន$1000ពេលកន្លងមកបងប្រុសបានបញ្ជាក់ថាខ្លួនបានចាក់ចាញ់ជាញឹកញាប់អស់ចិញ្ចៀនមួយវងម៉ូតូមួយគ្រឿងថែមទៀតផងបំណងល្អរបស់ពូចកបានប្រាប់ថាបើបានលុយច្រើនបែបនេះហើយបងគួរតែឈប់លេងព្រោះលុយច្រើនណាស់គួរតែយកលុយនឹងឲ្យឪពុកម្ដាយនិងបង្កើតមុខរបរម្ដងនេះគឺដកលុយបានចុះបើមានលើកក្រោយទៀតដកលុយអត់បានគាត់បញ្ជាក់ថាសំណាងមិនចេះតែមាននោះទេកុំតាមគួរតែឈប់លេងគឺជារឿងដែលល្អបំផុត